សូមស្វាគមន៍មកកាន់ Channel YouTube របស់ខ្ញុំចេស្តាខេកបាទថ្ងៃនេះខ្ញុំមកបង្ហាញពីការរបៀបតម្លើងខេកខ្មែរបាទຂະຫນາດតូចមិនថាຂະຫນາດតូចមិនថាຂະຫນາດធំគឺតម្លើងរូបរាងដូចតែគ្នាទេបងប្អូនបាទសំខាន់លើយើងចេះតម្លើងម៉ូដក្បាច់រាងបាទអ្វីដែលយើងស្រឡាញ់គឺយើងតម្លើងម៉ូដណាគឺយើងតម្លើងម៉ូដហ្នឹងទៅបងប្អូនបាទឥឡូវខ្ញុំមកបង្ហាញពីការតម្លើងខេកຂະຫນາដតូចបាទຂະຫນາដនេះដូច90បាទຂະຫນາដ90ជាមួយនឹងឆ្អឹងលើមេ2បាទឆ្អឹងក្រោមកូនក្រោម2ជាមួយនឹងបាទឆ្អឹងបូកលើ1ហើយនឹងជើងទាឆ្អឹងកណ្ដាលបាទឥឡូវទស្សនាការតម្លើងខេករបស់ខ្ញុំដូចតទៅបងប្អូនបាទឥឡូវចូលមកដល់ការតម្លើងខេកហើយបាទឧបករណ៍ផ្នែកការតម្លើងខេករបស់យើងបាទទី1កណាត់ពូទឹកឲ្យសាមបងប្អូនបាទដើម្បីងាយស្រួលយើងពុតស្លាប់កែវទៅយើងពួកវាដើម្បីពុតតិចតិចឲ្យវាមកតាមសាច់អាស័យបាទជាមួយនឹងម៉ែតបាទវាដើម្បីយកຂະຫນាត់គូຂະຫນាត់ហើយកាច់ពុតស្លាប់កែវបាទហើយជាមួយនឹងបាទនេះដែលកេះភ្លើងទៀនភាគច្រើនបងប្អូនគាត់តែងតែរកបាងហ្គេសបាទឥឡូវខ្ញុំពីដើមប្រើថាពីដើមចុះគឺខ្ញុំប្រើទៀនដើម្បីរកពុតស្លាប់កែវបាទហើយនឹងតម្រង់រូបរាងខ្លែងឯកបាទគុំទៀតបិចឬក៏ខ្មៅដែកបានដែរមុនដើម្បីយើងវាស់ຂະຫນាត់ហើយយើងគូតែត្រូវយើងយកចំណុចដែលយើងយកចំណុចម៉ានអីម៉ានបាទមកទឹក8ហ៊ុន4ហ៊ុន5ហ៊ុនហ្នឹងស្អីយើងស្រឡាញ់ទេបាទអ្វីដែលយើងពុតបានយើងយកប៉ុណ្ណឹងបងប្អូនបាទឧបករណ៍សម្រាប់តម្លើងខ្លែងមានប៉ុណ្ណឹងបងបាទនេះគឺជាមេលើបងណាមេស្លាប់លើຂະຫນាត់តូចបងប្អូនបាទពុតយើងបិទប៉ុណ្ណឹងបានទេបងល្មមបានទេបាទដើម្បីណែស្អាតតែទុយបានណាតែពេលហើយយើងនេះយើងត្រូវវាស់ຂະຫນាត់ដើម្បីយកតម្រង់យកម៉ូដយករាងត្រូវយកស្លាប់កែឲ្យម៉ានហ្នឹងស្រេចលើបងប្អូនដូចខ្ញុំនិយាយពីវីដេអូមុនចឹងបាទឥឡូវនេះចូលដល់វគ្គតម្លើងហ្មងទៅបាទមកថាពេលវេលាយូរបងប្អូនទស្សនាវីដេអូរបស់ខ្ញុំដូចតទៅ90បាទនេះតំដងអាចមានតាំងដាតបាទបងប្អូនចង់បានឆាតបងប្អូនតម្លៃតែ60000រៀលthôiបាទតែម្ដងបាទទិញទៅយកកតុយទៅដាក់ខ្សែបាទហោះលេងបានតែម្ដងបងប្អូនបាទហើយថ្ងៃនេះថែមរៃរួចរាល់ពីការស្រេចបងប្អូនចង់បានតែ60000រៀលមកឆាតមកបងប្អូនគឺតាក់តងតាមលេខទូរស័ព្ទបាទអរគុណបាយបាយ